ជំរាបសួរពុកម៉ែបងប្អូនកូនក្មួយមកជួបជាមួយនឹងចែទៀតហើយថ្ងៃហ្នឹងចែចេញមកណែនាំជាយ៉អញ្ចឹងណានិយាយទៅម៉ាក់នេះពុកម៉ែបងប្អូនកូនក្មួយអាចទៅរកទិញបានអញ្ចឹងណានិយាយពីថាឆ្ងាញ់មែនតែនតែម្ដងហើយធូរថ្លៃទៀតនៅក្នុងមួយកញ្ចប់ហ្នឹងគឺនិយាយទៅតាម9រៀល10រៀលទេចែផ្លេចទៅអញ្ចឹងណានិយាយទៅអត់ថ្លៃទេហើយវាមាន24ជាយ៉នៅក្នុងហ្នឹងគ្រាន់ថាជាយ៉ហ្នឹងគឺជាយ៉អ្នកចិត្តខាងអីអញ្ចឹងណាតែឆ្ងាញ់មែនតែនអត់ចាំបាច់បិចខ្លួនឯងទេនិយាយពីថាជាតិតែម្ដងហើយបើថាញ៉ាំហើយអត់ឆ្ងាញ់ណាទៅវាយពូសងបាននៅកន្លែងចាក់ឆ្នោតរៀងរាល់ព្រឹកនៅស្ពីងវេសាអូប្រាប់កន្លែងនេះនិយាយទៅឆ្ងាញ់មែនហើយធូរថ្លៃទៀតហើយចាឥឡូវគ្មានទេតែទិញគេឆ្ងាញ់ចេះហើយមិនបាច់ចាំវិចខ្លួនឯងនាំទៅហត់នាំទៅនឿយអីជួនកាលវិចខ្លួនឯងអត់ត្រូវរសជាតិខ្លួនឯងទៀតអញ្ចឹងណាទិញមកចេះមកអើយនិយាយពីជាតិជាតិម៉ែជាតិឆ្ងាញ់មែននិយាយរួមមកហើយខែក្តៅអញ្ចេះកំពុងតែជាយ៉មកនំបញ្ចុកហើយចាលួយមកគឺស្រេចហើយថ្ងៃនេះហាគឺនៅនេះ public holiday ផនគាត់អីអញ្ចឹងណាអញ្ចឹងហើយនិយាយនៅផ្សារ Springvale Shopping Center ម៉ែបាច់រកខាផាកទេឡានតម្រៀបជួគ្នាហើយថ្ងៃហ្នឹងសេគូគាត់ទៅលេង Cheston ក៏ជូនគាត់ទៅអញ្ចឹងណាគាត់ទៅលេងមួយមិត្តភក្តិគាត់ដើរ shopping ដែរហ្នឹងគាត់ថាជូនកូនទៅតម្លាក់ទៅហើយយើងម៉ែឪហ្នឹងត្រឡប់មកផ្ទះវិញមកចាយអត់ចូល Cheston ទេគាត់ជូនកូនទៅតម្លាក់អញ្ចឹងណាចាយមកផ្ទះវិញដើរផ្សារ Springvale ព្រោះអីចូលចិត្តដើរផ្សារ Springvale Cheston និយាយទៅអត់មានអីទិញទេមិនមែនអត់មានអីទិញទេយើងអត់ត្រូវអីទិញដោយសារនៅ Cheston ដែលថាម្ហូបអាហារអីលក់រៀងថ្លៃម្ល៉េះហើយយើងមិនត្រូវទៅឆ្ងាយពីផ្ទះហើយទៅទិញម្ហូបថ្លៃយកមកផ្ទះនោះទេហើយ Cheston នៅពេលដែលខ្ញុំទៅគឺភាគច្រើនទៅថាបើយើងទៅទិញខោទិញកាបូបប្រេនឬមួយក៏ដើរមើលនេះមើលនោះលេងឬមួយទៅញ៉ាំអីអញ្ចឹងណាទៅតែបើម្ហូបវិញគឺខ្ញុំភាគច្រើនទិញនៅ Springvale Shopping Center ហ្នឹងឯងតែបើជាយ៉ខ្ញុំបង្ហាញនៅដើមវីដេអូគឺខ្ញុំអត់បានទិញនៅ Shopping Center ទេគឺខ្ញុំទិញនៅផ្សារជូហើយជាយ៉ហ្នឹងគឺជាយ៉មកពីប្រទេសអ្នកជិតខាងទេបើសិនជាពុកម៉ែបងប្អូនទៅហាចង់សាកអីអញ្ចឹងណាអាចទៅទិញបាននិយាយទៅម៉ាក់ហ្នឹងឆ្ងាញ់ខ្ញុំទិញពីរបីម៉ាក់ដែរប៉ុន្តែឃើញថាអាម៉ាក់ហ្នឹងមានរសជាតិឆ្ងាញ់អីអញ្ចឹងទៅក៏ធ្វើវីដេអូដែលហាបង្ហាញជូនពុកម៉ែបងប្អូនកូនក្មួយអីអញ្ចឹងណាតែសាក់ទៅគេលំមាត់យើងខុសគ្នាអីអញ្ចឹងទៅប៉ុន្តែនៅផ្ទះខ្ញុំគឺថាខ្ញុំក៏ឆ្ងាញ់ពូសុងក៏ឆ្ងាញ់សេគូក៏ឆ្ងាញ់ហើយមិត្តភក្តិខ្ញុំមកលេងក៏គាត់ហូបហើយឆ្ងាញ់ដែរអញ្ចឹងវីដេអូខ្ញុំដល់នាទីបញ្ចប់ហើយអរគុណធំជម្រាបលា